នៅទីបំផុតរកឃើញជើងខ្លាំងពីរក្រុមដែលត្រូវប៉ះគ្នានៅក្នុងវគ្គផ្ដាច់ប្រវត្តិពី UEFA Nations League 2025 នេះហើយបងប្អូនណាគឺប្រទេសអេស្ប៉ាញត្រូវប៉ះគ្នាជាមួយនឹងប្រទេសប៉ុកទុយហ្គាល់បាទនៅវេលាម៉ោង 2 រំលងអាត្រិតយប់ថ្ងៃអាទិត្យនេះតែម្ដងហ្នឹងថ្ងៃ8ឈានចូលថ្ងៃ9នេះបងប្អូនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបាទកុំឲ្យឱកាសនេះខកខានមិនងាយបានមើលទេបងប្អូនណាប៉ុកទុយហ្គាល់ប៉ះគ្នាជាមួយនឹងអេស្ប៉ាញខ្លាំងប៉ះខ្លាំងបាទជាមួយមើលតើឡាមីនយ៉ាម៉ាល់ឬក៏រ៉ូណាល់ដូដែលជាអ្នកឈ្នះពាន UEFA Nations League នេះបងប្អូនណាបាទមិនធម្មតាទេហើយបើនិយាយអំពីក្រុមទាំងពីរឡើងដល់វគ្គផ្ដាច់ប្រវត្តិនេះសិតតែជាក្រុមដែលឆ្លងកាត់នៅភាពវេទនាជាច្រើនណាទម្លាក់សិតតែក្រុមខ្លាំងបើនិយាយអំពីប្រទេសប៉ុកទុយហ្គាល់កាលពីម្សិលមួយថ្ងៃបងប្អូនឃើញហើយបានទម្លាក់ម្ចាស់ផ្ទះអាឡម៉ុងក្នុងលទ្ធផល2-1ណាបងប្អូនមិនធម្មតាទេគេជាម្ចាស់ផ្ទះអាឡម៉ុងកំពុងតែខ្លាំងប៉ុន្តែធ្វើអីប៉ុកទុយហ្គាល់បានទេទម្រង់លេងរបស់ប៉ុកទុយហ្គាល់បើប្រៀបធៀបនឹងឆ្នាំមុនគឺប្លែកមែនតើណាបងប្អូនគឺមានន័យថារ៉ូណាល់ដូលេងឲ្យក្រុមជម្រើសចិត្តគឺល្អមែនតើបាទបើប្រៀបធៀបគាត់លេងជាមួយនឹងក្លឹបដូចជាអត់សូវដូចគ្នាសោះបាទរ៉ូណាល់ដូលេងជាមួយនឹងក្រុមជម្រើសជាតិប៉ុកទុយហ្គាល់ល្អមែនទែនប៉ុន្តែដោយសារតែមានតំបន់បម្រើល្អក៏ថាបានដែរបងប្អូនណាលេងជាមួយអាឡម៉ុងគឺសុទ្ធអាឡម៉ុងរហូតដល់20ជើងហើយនិយាយទៅគ្រប់គ្រងស្ថានភាពទីលានគឺការប៉ាសីគឺល្អមែនទែនសម្រាប់ប្រទេសប៉ុកទុយហ្គាល់អាឡម៉ុងដូចជាអត់មានអីទៅធ្វើជាមួយនឹងប៉ុកទុយហ្គាល់សោះបងប្អូនណាល្អមែនទែនហើយជាពិសេសគឺរ៉ូណាល់ដូរកបានគ្រាប់បាល់មួយគ្រាប់ជាគ្រាប់បាល់ជាជំនះឲ្យប៉ុកទុយហ្គាល់ឡើងមកដល់វគ្គផ្ដាច់ប្រវត្តិនេះទៀតបងប្អូនហើយបើនិយាយអំពីយប់មិញនេះការប្រកួតរវាងប្រទេសអេស្ប៉ាញជាមួយនឹងប្រទេសបារាំងញាក់សាច់តែម្ដងបងប្អូនមកហាល្អមើលតែម្ដងបាទគ្រាប់បាល់មានរហូតដល់9គ្រាប់បងប្អូនមិនធម្មតាទេអានេះអាចនិយាយថាជាប្រវត្តិសាស្ត្រដែលលេងវគ្គពាក់កណ្ដាលដាច់គ្រាប់មានគ្រាប់បាល់រហូតដល់9គ្រាប់បងប្អូនបារាំងជាមួយនឹងអេស្ប៉ាញដាក់5គ្រាប់បាទបារាំង comeback មកវិញបាន4គ្រាប់ដែរប៉ុន្តែมันអាចធ្វើអីទៅលើប្រទេសអេស្ប៉ាញទេបាទអេស្ប៉ាញគេល្អជាងបងប្អូនណាត្រូវទទួលស្គាល់ប៉ុន្តែបើយើងនិយាយអំពី position ball ការសុទ្ធគឺបារាំងធ្វើបានច្រើនជាងបាទបារាំងសុទ្ធបានរហូតដល់24ជើងបាទទៅលើប្រទេសអេស្ប៉ាញប៉ុន្តែធ្វើអីអេស្ប៉ាញបានទេអេស្ប៉ាញខ្សែការពារគេមុំអ្នកចាំទីល្អបាទតែអេស្ប៉ាញនៅពេលដែលគាត់មកមួយគឺចូលតែម្ដងបងប្អូនណា C4 គ្រាប់មុនបាទអេស្ប៉ាញ C4 គ្រាប់មុនបារាំងតាមមួយគ្រាប់4-1អេស្ប៉ាញដាក់មួយគ្រាប់ទៀត5-1ចុងក្រោយប៉ុន្តែនៅតែបារាំងតាម comeback វិញបាន4-5 ប៊ីងស្មើគ្នាទៀតប៉ុន្តែធ្វើអីអេស្ប៉ាញបានទេអេស្ប៉ាញគេល្អជាងបងប្អូនណាអេស្ប៉ាញល្អជាងហើយយប់មិញនេះឡាមីនយ៉ាម៉ាល់បាន2គ្រាប់បានបាល់ពេលនឹងទី1ក៏ដូចជាការស៊ីសពីក៏នឹងដូចជាស៊ីសពី Pedro Porro បាទ Pedro Porro របស់ក្លឹប Spurs ហើយសម្រាប់ Mbappé ក៏បានមួយគ្រាប់ដែរបាល់ពេលនឹងទីបងប្អូនណានិយាយទៅល្អមើលណាបងប្អូនហើយបាទយប់មួយនេះបុកគ្នាសាហាវនិយាយទៅល្អមើលអត់ងើយដេកតែម្ដងបាទការប្រកួតជាមួយបារាំងនេះបាទអេស្ប៉ាញនិយាយទៅនៅតែជាក្រុមខ្លាំងក្រុមការដឹកនាំរបស់លោក Luis de la Fuente ណាបាទទម្រង់លេងល្អឡាមីនយ៉ាម៉ាល់ក៏នៅតែបង្ហាញទម្រង់លេងល្អអាប៉េក៏ល្អដែរបងប្អូនប៉ុន្តែគាត់ថាយើងមិនដឹងថាមិនបារាំងបងប្អូនណាគាត់លេងដូចជាកង្វះទំនុកចិត្តយ៉ាងម៉េចយើងមើលឃើញថាមានការខូចបាល់ច្រើននៅប្រៀបធៀបនឹងអេស្ប៉ាញទៅប៉ុន្តែគាត់គ្រប់គ្រងបាល់ការសុទ្ធច្រើនមែនប៉ុន្តែការបញ្ចប់ទីរបស់គាត់ដូចជាមិនសូវជាល្អបានបងប្អូនបាទសុទ្ធច្រើនប៉ុន្តែមិនសូវជាមានឱកាសបើអេស្ប៉ាញគេមកមួយជើងគេមកតែមួយនេះមកឲ្យសុទ្ធចំគោលដៅទៅ8ជើងទេអេស្ប៉ាញសុទ្ធចំគោលដៅ8ជើងចូលបាន5គ្រាប់មិនធម្មតាទេបងប្អូនមិនធម្មតាទេអញ្ចឹងយើងអាចនិយាយថាក្រុមទាំងពីរយើងត្រឡប់មកការប្រកួតវគ្គផ្ដាច់ប្រវត្តិវិញចាំថ្ងៃនោះខ្ញុំនឹងធ្វើការវិភាគចែកជូនបងប្អូនតែក្រុមណាមានអត្ថប្រយោជន៍គឺពិបាកណាបងប្អូនណាប៉ុកទុយហ្គាល់ជាមួយអេស្ប៉ាញនេះកម្រិតប៉ិនគ្នាតែម្ដងណាកម្រិតប៉ិនគ្នាមិនអាចនិយាយថាក្រុមណាមានអត្ថប្រយោជន៍ជាងក្រុមណាទេយើងមើលពីទម្រង់លេងរបស់ប៉ុកទុយហ្គាល់ជាមួយអាឡម៉ុងមើលឃើញថាគាត់លេងល្អ 1-2 បាទស្អាតណាស់បងប្អូនជាពិសេសរ៉ូណាល់ដូក៏គាត់មានការសុទ្ធក៏បាល់ច្រើនដែរហើយការសុទ្ធនឹងប៉ះជាមួយអ្នកចាំទីអញ្ចឹងទៅនិយាយទៅប៉ិនគ្នាយើងមិនអាចវិនិច្ឆ័យថាក្រុមណាល្អជាងក្រុមណាទេចាំមើលយើងនឹងធ្វើការនិយាយបន្តិចទៀតនេះហើយបើនិយាយពីMbappéអាណិតMbappéណាបងប្អូនកំសត់ណាដោយការនេះMbappéសួយតែម្ដងបាទMbappéប៉ះគ្នាជាមួយឡាមីនយ៉ាម៉ាល់យើងនិយាយពីកីឡាករនិងកីឡាករចឹងណាMbappéប៉ះគ្នាជាមួយឡាមីនយ៉ាម៉ាល់6ដងបាទតាំងពីយូរ៉ូការប៉ះគ្នាយូរ៉ូម្ដងហើយបងប្អូនណាប៉ះគ្នាយូរ៉ូនោះក៏អត់ឈ្នះអេស្ប៉ាញដែរហើយក៏លេងនៅក្នុងក្របខ័ណ្ឌលីកក៏ចាញ់
là mình nhầm mà tiền và tăng cái đây cái khung đây cả cuộc lịch La Liga hay bạc này khung Copa del Rey có tranh là mình nhầm mà bạc này khung Spanish Super Cup có tranh là mình nhầm mà àแล้วก็bạc này cho môi nâng trọc khăn UEFA Nation League này có tranh là mình nhầm mà thì chắc tranh của mùi lưỡi mà bạc là mình nhầm mà của mùi lưỡi tranh của mùi lưỡi theo đó ông bạc bè nhưng mình ai của tôi có thấy không bố á một room crom về sầm khăn và quát lọ hơi yêu một khơi tha ca lên bao quát rút lươn ở mà rút lươn ca nhẹ ấy còn miên bạt ca và chọc tí bao quát có chụp ba đài pan tài và bia thất lươn crom đài như lọ tại như mình cao thế không bố á bạn lọ tại như mình cao thế chân của ta chỉ năm xôi là bộ âm vào bay và nơi PSG làm đọc năm miền bàn tiền này thì và còn là tranh PSG cái lực miền bàn bà màu đỏ thì mà tới sự khẩn thản lực biến cho mưa ra mà tới trong cái đó xây gồm bàn này mà cũng bay tại các tịch biến gồm bàn tiền bạn dân sau ở một bên mình ta sẽ không từ lừa FIFA Club World Cup thế bao nhiêu á và các bất cứ những thứ là ngày đập ram vào sau đó FIFA Club World Cup á dù sao ta không thủngเลยmiền tweet ram bao nhiêu á ក្រុម32មកពី5 tweet នៅធ្វើការប្រកួតគ្នានៅក្នុងពាន FIFA Club World Cup ជាមួយមើលតើក្រុមណាខ្លះជាម្ចាស់ពាន Real Madrid យើងមើលឃើញថាមានអត្តពលជាងគេប៉ុន្តែ complete Paris បាទ Paris Saint-Germain លើខ្លាំងណាស់បងប្អូនហើយបាទយើងត្រឡប់ចូលធានបទរបស់យើងវិញបាទមានអីទេមានតែចូលរួមអបអរហើយខ្ញុំសង្ឃឹមថាពូដូនឹងសង្ឃឹមថាពូដូនឹងឈ្នះពាន UEFA Nations League នេះជាលើកទី2ចុះទៅបងប្អូនណាការបង្កើតពានលើកដំបូងឆ្នាំ2013 2014ក៏លើកម្ដងហើយបាទគាត់លើកម្ដងហើយគេមើលតើគាត់នឹងអាចលើកមុននឹងគាត់ចូលនិវត្តន៍នេះដែរទេបាទឲ្យគាត់បានឈ្នះបានពានប្រទេសច្រើនទៅបាទនៅតែ World Cup ទេបាទជាមួយ World Cup 2026ហ្នឹងនឹងគាត់មានឱកាសលេងអត់ទៀតប៉ុន្តែខ្ញុំជឿថាគាត់នៅតែមានឱកាសលេងសម្រាប់ដងងាយចូលនិវត្តន៍ទេព្រោះគាត់ចង់បាន1000គ្រាប់បាទអញ្ចឹងអត់អីទេបាទមានចូលរួមអបអរសម្រាប់ក្រុមអេស្ប៉ាញនិងពុកតេកាឡើងដល់វគ្គផ្ដាច់ព្រាត់នេះហើយក៏ចូលរួមសោកស្ដាយចំពោះក្រុមបារាំងក៏ដូចជាក្រុមអាល្លឺម៉ង់បញ្ជាក់ថាក្រុមអាល្លឺម៉ង់និងក្រុមបារាំងនេះនឹងប្រកួតគ្នាយកលេខ3លេខ4បងប្អូនណាយកលេខ3លេខ4នៅថ្ងៃសៅរ៍ណាប្រកួតថ្ងៃសៅរ៍ក្រុមអាល្លឺម៉ង់ជាមួយនឹងប្រទេសបារាំងហើយថ្ងៃអាទិត្យគឺក្រុមអេស្ប៉ាញប៉ះគ្នាជាមួយពុកតេកាវគ្គផ្ដាច់ព្រាត់ហ្នឹងឯងបាទ2ថ្ងៃហ្នឹងបាទស្អែកខាងស្អែកល្អមើលទៀតហើយអូខេមានប៉ុណ្្នឹងទេហើយកុំភ្លេច join channel Telegram របស់ខ្ញុំម្នាក់មួយទៅបងប្អូន channel Telegram របស់ Running ដើម្បីមើលការវិភាគបាល់ទាត់ការ live បន្តផ្ទាល់គូពិសេសក៏ដូចជាការតំណាក់គូល្អៗយំមិញផ្ទុះបាទយំមិញផ្ទុះទៀតហើយបងប្អូនហើយបាទអ្នកណានិយាយទៅ2ថ្ងៃសុខទាំង2ថ្ងៃហ្នឹងបាទ over បារាំងជាមួយនឹងអេស្ប៉ាញនេះ over ពុកតេកាចូលទាំងពីរហើយបងកៅក៏ចូលបងបកក៏ចូលបាទវាមានថ្ងៃហើយថ្ងៃសួយប៉ុន្តែមួយរយៈនេះដូចជារៀងសុបញាប់ដែរបាទអរគុណច្រើនសម្រាប់បងប្អូនដែលគ្រប់ត្រូលណាជាការតស្នងអញ្ចឹងកុំភ្លេច join channel Telegram របស់ខ្ញុំទៅដើម្បីភ្ជាប់ទំនាក់ទំនងខ្ញុំចង់បាទពិសេសគេអីបងប្អូនអរគុណច្រើនសូមគោរពលា